សួស្តីគុំបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូចែករំលែកចំណេះដឹងទូទៅអំពី iPhone បាទថ្ងៃនេះភ្ញៀវគាត់យកទូរស័ព្ទ iPhone មកយកមកឲ្យខ្ញុំដោះឲ្យដោយទូរស័ព្ទគាត់ហ្នឹងគឺថាវាជាប់អត់អាចដោន Facebook បានបងប្អូនមើលតាមជាក់ស្ដែងគឺយើងចុចដោះបានទេអញ្ចឹងមើលឈានចូលដល់ការដោះស្រាយបញ្ហា Facebook ដែលវាអាចដោនបានហ្នឹងបងប្អូនកុំភ្លេចជួយចុច like ឲ្យបេះដូងខ្ញុំឲ្យទុកថាវាជាការលើកកម្លាំងចិត្តឲ្យខ្ញុំបានមានកម្លាំងចិត្តធ្វើវីដេអូបន្តបាទជាដំបូងយើងចូលក្នុង setting ចូល setting ហើយយើងអុំមកក្រោមមករកពាក្យ screen time បាទចូល screen time បាទបន្តមកទៀតគឺយើងអុំមកក្រោមទៀតយើងចុចពាក្យ content and privacy ពេលយើងចុចចូលកន្លែងហ្នឹងហើយបងប្អូនឃើញពាក្យ App Store Media Web and Game អញ្ចឹងបងប្អូនចុចហ្នឹងមកបាទបញ្ហាទាំងអស់គឺវានៅកន្លែង app នេះបាទគឺថាកន្លែងហ្នឹងយើងដាក់អាយុ red ចំនួន4ឆ្នាំអញ្ចឹង4ឆ្នាំគឺ Facebook គេអត់អាចឲ្យយើងប្រើបានទេព្រោះ Facebook គេកំណត់យកចាប់ពីអាយុ13ឆ្នាំឡើងបាទអញ្ចឹងបងប្អូនដាក់18ឆ្នាំបូកមកបាទជាការស្រេចយើងគ្រាន់តែអូសចេញមកចូលមកក្នុង App Store ហើយយើងវាយពាក្យ Facebook មកបាទគេថា Facebook វាឲ្យ download បានទេបងនេះវាប្រាប់យើងវាថាតើតើយើងអាយុ13ឆ្នាំឡើងមិនវាឲ្យ download អញ្ចឹងបញ្ហាទាំងអស់គឺបងប្អូនគ្រាន់តែចូលទៅកន្លែង red ហើយដាក់អាយុ18បូកទៅគឺយើងអាច download បានហើយបាទ